វីដេអូនេះនឹងបង្ហាញពីចំនួនសិស្ស54នាក់ដែលត្រូវបែងចែកជា6ក្រុមតាមរយៈការប្រើប្រមាណវិធីបូកឥឡូវអូនទាំងអស់គ្នាថ្ងៃនេះមេរៀនគណិតវិទ្យារបស់យើងរៀនអំពីវិធីបូកដែលតម្រូវឲ្យយើងមានការបែងចែកក្រុមតែមុននឹងបែងចែកក្រុមអ្នកគ្រូមានសកម្មភាពមួយសម្រាប់បងប្អូនគឺអ្នកគ្រូមានបាននេះបានលេខនេះចំនួន54សន្លឹកចែកឲ្យក្នុងម្នាក់មួយសន្លឹកណាអញ្ចឹងដល់ពេលដែលយើងបាននឹងហើយគឺអ្នកចាំអ្នកគ្រូប្រាប់ថាត្រូវធ្វើអីតទៅទៀតអូខេឥឡូវកូនទាំងអស់គ្នាបានទទួលបានលំហាត់រួចហើយអញ្ចឹងចូលកូនទាំងអស់គ្នាដោះស្រាយលំហាត់នៅលើបាននេះចាចឹងអ្នកគ្រូបានបិទពណ៌នីមួយៗនៅលើក្តារខៀនចំនួន6ហើយពណ៌នេះគឺជាចម្លើយនៃការធ្វើប្រមាណវិធីបូករបស់កូនអញ្ចឹងចម្លើយនីមួយៗមានពណ៌ខុសៗគ្នាអញ្ចឹងកូនត្រូវគិតថាតើចម្លើយរបស់កូនត្រូវនឹងក្រុមពណ៌អ្វីឧទាហរណ៍បើចម្លើយរបស់កូនស្មើនឹង8តើត្រូវនឹងពណ៌អ្វីមើលអូនណាដឹងអូនស្អីចាគឺបើសិនជាចម្លើយរបស់កូនស្មើនឹង8គឺត្រូវនឹងក្រុមពណ៌ទឹកក្រអញ្ចឹងតែដៃឲ្យចាមិត្តភ័ក្ដិយើងមួយកូនទាំងអស់គ្នាចាំស្ដាប់អ្នកគ្រូណាប្រសិនបើអ្នកគ្រូទះដៃគឺអ្នកគ្រូចង់ឲ្យកូនស្វែងរកចម្លើយឲ្យដូចនឹងក្រុមពណ៌របស់កូនឥឡូវកូនទាំងអស់គ្នាចូលទៅរកកន្លែងអង្គុយដែលដូចនឹងចម្លើយរបស់កូនឥឡូវយើងបានចូលក្រុមហើយសុំទះដៃ1 2 3ចាឥឡូវកូនទាំងអស់គ្នាទទួលបានសមាជិកថ្មីដែលត្រូវរៀនជាមួយគ្នានៅថ្ងៃនេះហើយហេតុអ្វីបានជាគ្រូត្រូវបង្កើតក្រុមថ្មីដែលប្រើវិធីបែបនេះតើវាមានគុណសម្បត្តិអ្វីខ្លះ